ចូលដល់ដំណើរផ្សងព្រេងពេលថ្ងៃនៅសិង្ហបុរីម្ដងអញ្ចឹងសរុបផ្សងព្រេងនៅពេលថ្ងៃអញ្ចឹងនៅពីព្រលឹមគឺយើងនឹងដូចគេទៅឯងអញ្ចឹងគឺយើងដើរមករកបាសចាអត់កន្លែងឡានក្រុងឈប់ណាអញ្ចឹងយើងដើម្បីទៅទីតាំងដែលយើងចង់ទៅដើរលេងគឺនៅនេះឯងហ្នឹងហើយមានមើល Lion គឺយើងទៅមើល Lion កន្លែងដែលទេសចរគេចូលចិត្តទៅថតច្រើនអញ្ចឹងហ្នឹងហើយពេលព្រឹកគឺយើងងាយស្រួលដើរអត់ក្តៅត្រជាក់ហើយដូចហាត់ប្រាណដែរឃើញអ្នកហាត់ប្រាណរត់ឆ្វេងឆ្វាយពេញហ្នឹងដែរនៅកន្លែងកំសាន្តណាហ្នឹងហើយឃើញទេសភាពក៏ស្អាតភាពស្ងប់ស្ងាត់ល្អហ្នឹងហើយឃើញមិញហើយអ្នកហាត់ប្រាណអញ្ចឹងយើងទៅដល់ហ្នឹងគឺមិនមែនតែយើងទេគឺអ្នកទេសចរច្រើនណាស់ពីគ្រប់ទិសទីតែម្ដងយើងក៏ឆ្លៀតថតជុំគ្រួសារមួយទុកអនុស្សាវរីយ៍មកលើកមុនគឺបិទចិត្តតែលើកនេះអត់បិទចិត្តទេគឺនៅបានសម្រាប់ហើយដារីកំពុងតែថតស្ទាយដាក់ទឹកក្នុងមាត់អេឡានេះចឹងថ្ងៃហ្នឹងគឺត្រៀមហើយគឺត្រៀមដើរសុទ្ធតែម្ដងចឹងយើងដើរផងជិះផងដើរឥឡូវយើងជិះ train ទៅ Sentosa ចឹងនៅក្នុង Sentosa គឺមានកន្លែងលេងច្រើនមែនតែនៅមកតង់ទេពីព្រោះគេមានដូចជាតំបន់3កន្លែងមួយលាក់គេណាហ្នឹងហើយចឹងគេមានឈ្មោះរបស់គេតែអត់បានអានទេដឹងតែមានច្រើនតង់ហើយដោយសារពីមុនអត់បានទៅតង់ចុងក្រោយគឺទៅមួយឆ្នាំស្អប់អញ្ចឹងលើកនេះគឺទៅច្រើនស្រាប់ដល់សន្តិសាអញ្ចឹងគឺស្អាតច្រើនមែនទេហើយឡារីចូលចិត្ត aquarium ជាពិសេសអញ្ចឹងយើងក៏បានបាយ ticket aquarium ឲ្យដែរនេះឡារីពងតេស្តទឹកគេឲ្យតេស្តទឹកគេញ៉ាំផ្ទាល់បានអញ្ចឹងណាហ្នឹងហើយឥឡូវយើងដើរមើលកន្លែង stop មានថាកន្លែងដែលឈប់ចុងក្រោយគេទាំងអស់ហ្នឹងគឺដូចកែងឆ្នេរសមុទ្របាស Sentosa ហ្នឹងតែម្ដងចឹងនៅខាងក្រុងនេះThat's small. Daddy ចឹងគឺឲ្យថតទុកជាអនុស្សាវរីយ៍មួយសិន Smile និយាយទៅមិនមានតែប៉ុណ្្នឹងទេមានមួយខាងទៀតដែលថាយើងឈប់ទៅណាហ្នឹងហើយកន្លែងចុងក្រោយហ្នឹងក៏គេមាន activity ច្រើនដែរមានជិះខ្សែជិះអីច្រើនជិះបន្តអញ្ចឹងក៏អត់បាន visit កន្លែងពីមកតង់ទី2តង់អីទៀតដែរដោយសារតែគេចង់មក aquarium ឆាប់ហើយក៏យើងមានរយៈពេលខ្លីដែរគឺ Sentosa គឺធំមែនតើអញ្ចឹងសឹងថាពេញមួយថ្ងៃដើរអត់ចង់អស់ដែរណាព្រោះអីទី1គឺក្តៅអញ្ចឹងយើងរៀងដើរបានតិចឈប់អញ្ចឹងអត់អាចដើរលក្ខណៈថាអស់មកទំហឹងដៃទេអញ្ចឹងឥឡូវនេះយើងមកថតនៅកន្លែងUniversal Studios ហ្នឹងហើយបន្ទាប់មកបាទយើងចូល aquarium តែ aquarium ប្រហែលចេញវីដេអូផ្សេងទៀតរៀង long ដែរបានហើយកូនយើងបកទៅដើររកកន្លែងញ៉ាំវិញចេញពី Sentosa ហ្នឹងយើងទៅរកកន្លែងញ៉ាំហើយកន្លែងញ៉ាំហ្នឹងគឺនៅម្ដុំ Chinatown អញ្ចឹងពេលដើរទៅដល់ម្ដុំ Chinatown ហ្នឹងគឺភ្លៀងហើយយើងជ្រោកដោយសារយើងអត់ចង់ទឹកភ្លៀងឈឺ
ចឹងហ្នឹងហើយតម្រាំតាបានដើរដល់កន្លែងញ៉ាំរៀងយូរដែរណាចាអញ្ចឹងគឺភ្លៀងរហូតតែម្ដងភ្លៀងដល់យប់មកនិយាយទៅចឹងក្រោយពីញ៉ាំហើយបែបបខលហើយយើងនៅចង់ថតនឹងផ្លែហើយយើងទៅកាហ្វេគឺវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងពេលថ្ងៃនៅសិង្ហបុរីកម្មពេល2ថ្ងៃដោយសារមានភ្លៀងអញ្ចឹងយើងអត់អាចដើរតទៅមុខទៀតទេហើយក៏ហត់ដែរហ្នឹងហើយអញ្ចឹងចាំមើលវីដេអូក្រោយៗទៀត